សង្គ្រាមព្រំដែនជាមួយកម្ពុជាកងទ័ពថៃកំពុងប្រឹងបង្កើនឃ្លាំងអាវុធដោយស្នើថាវិការបន្ថែមទៀតហើយដើម្បីទិញប្រព័ន្ធរ៉ុកែតហៃម៉ាស់កំភ្លើងធំ M777 រត់ពីស្ដែកនិងបង្កើតអង្គភាពប្រយុទ្ធដោយដ្រូនយោងតាមកាសែតខៅសូតសំណើនេះត្រូវបានបង្ហាញកាលពីថ្ងៃទី24ខែសីហាឆ្នាំ2026អ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវិនថៃស៊ូវ៉ារីនិយាយថាកងទ័ពថៃចង់ធ្វើទំនើបកម្មសម្ភារៈនិងប្រព័ន្ធការងារដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងតែផ្លាស់ប្ដូរអាវុធនៅក្នុងបញ្ជីស្នើទិញរួមមានហៃម៉ាស់កំភ្លើងធំ M777 ទំហំ155មីលីម៉ែត្រនិងរត់ពីស្ដែកហៃម៉ាស់ជាប្រព័ន្ធបាញ់រ៉ុកែតចល័តរបស់សហរដ្ឋអាមេរិកដែលអាចដាក់ពង្រាយបាញ់និងផ្លាស់ទីចេញបានរហ័សហើយម៉ាស់ក៏ត្រូវបានកងទ័ពអាមេរិកយកទៅហ្វឹកហាត់នៅថៃក្នុងសមយុទ្ធកូប្រាហ្គោលឆ្នាំ2026កាលពីខែមីនាដែរចំណែក M777 ជាកំភ្លើងធំទំហំ155មីលីម៉ែត្ររបស់ចក្រភពអង់គ្លេសដែលមានទម្ងន់ស្រាលជាងកំភ្លើងធំផ្សេងៗដទៃទៀតនិងអាចដឹកជញ្ជូនទៅដាក់ពង្រាយបានងាយនិងលឿនចំណែករថពីដែកមិនមានព័ត៌មានអំពីប្រភេទនិងប្រទេសផលិតនៅឡើយដោយសារតែថៃមិនទាន់បញ្ចេញឈ្មោះកងទ័ពថៃក៏ចង់បង្កើតមជ្ឈមណ្ឌលសង្គ្រាមយន្តហោះគ្មានមនុស្សបើកនិងបង្កើតជាកងវិរៈសេនាតូចដ្រូនដើម្បីពង្រឹងការវាយប្រហារតាមដ្រូនក្នុងបេសកកម្មយោធាកងទ័ពថៃបានស្នើថាវិការបន្ថែមសម្រាប់អាវុធទាំងនេះហេដ្ឋារចនាសម្ព័ន្ធនិងបុគ្គលិកផងដែរកាសែតខៅសូតថាសំណើទាំងនេះត្រូវបានដាក់ទៅរដ្ឋមន្ត្រីការពារជាតិថៃពិចារណាប៉ុន្តែចំនួនអាវុធនីមួយៗដែលថៃនឹងទិញមិនត្រូវបានបញ្ចេញជាសាធារណៈទេខ្ញុំរស់សុធាវី News Today NTTV